Som chuôn rương Tiên pôn lư snài Phế tí bì Nìa ví lốt cho tật tờ srăng khê má chênh mờn ខេម៉ាដឹងខ្លួនឡើង Slap bạch hài đắng ខេម៉ា Khê má Khẽ tật chênh một ớt bì búa Có sân lắp bạch tầng ដឹងខ្លួនហើយហ៎ខេម៉ា ខ្ញុំនៅរស់ទេមែនទេខ្ញុំមិនទាន់ស្លាប់ទេហើយខ្ញុំនៅទីណាឬខ្ញុំមកដល់ផ្ទះវិញហើយ នាងមិនទាន់ស្លាប់ទេហើយឥឡូវនេះនាងនៅក្នុងផ្ទះខ្ញុំដដែល ស្មានតែទៅផ្ទះបានហើយខំតែអប្រហែលត្រូវស្លាប់រស់នៅទីនេះហើយមើលតែលោកប្រុសនេះតែឃ្មុំក្តៅក្តៅ នាងហូបទឹកឃ្មុំនេះក្តៅអ៊ុនសិនទៅឆាប់ជាពីផ្ដាសាយណា ចាអរគុណលោកដើរយ៉ាងម៉េចឲ្យធ្លាក់ទៅគ្មានចេះប្រយ័ត្នមែនចាំមិនហើយខេម៉ាខ្ញុំបារម្ភពីនាងណាស់ដឹងទេកាលប្រយុទ្ធមិញនេះតែបានឲ្យស្លាប់ទេដឹងចាអរគុណអ្នកនាងកេសរតោះក្មួយកេសរទៅអង្គុយលេងនៅមុខផ្ទះជាមួយអ៊ំចាជំទាវអ៊ំកូននេវីនាំប្អូនទៅមុនទៅឲ្យក្មួយខេម៉ាសម្រាប់ឲ្យបានឆាប់ធូរនាងអនជួយមើលផងចាលោកជំទាវនេវីជំទាវសេដានិងកេសរបណ្ដាគ្នាទៅកន្លែងអង្គុយលេងនៅមុខផ្ទះជំទាវនុតសុខសប្បាយទេដូចជាមិនដែលបានឃើញសោះ អ្នកម៉ែសុខសប្បាយទេតែដោយរវល់នឹងការងារហាងកាត់ដេរទៅមិនបានឧស្សាហ៍មកលេងជំទាវអ៊ំសោះនឹងណាអ៊ំនេះសែននឹករលឹកខ្លាំងចាជំទាវអ៊ំអ្នកម៉ែក៏នឹករលឹកជំទាវអ៊ំដូចគ្នាហើយចុះថ្ងៃនេះលោកនាវីមិនបានទៅធ្វើការទេគឺកូននាវីមិនបានទៅទេព្រោះមានការរវល់អ៊ំថាឲ្យទៅបបួលក្មួយទៅផ្សារជួយទិញអីវ៉ាន់ព្រោះស្អែកកូនបុប្ផាមកពីរៀនពីអង់គ្លេសវិញហើយអ៊ំចង់ធ្វើកម្មវិធីបន្តិចបន្តួចនឹងណាអូនបុប្ផាមកវិញឬចាបានណាជំទាវអ៊ំពិតជាមានកិត្តិយសណាស់ តែថ្ងៃនេះកូនរវល់បាត់ហើយអ្នកម៉ែ ម៉ែខំពឹងក្មួយកេសររវល់ទុកសិនទៅកូន បាទអ្នកម៉ែលោកខុនមានអ្នកមករកលោកខុននៅកំពង់ទឹកអ្នកណាគេខ្ញុំមិនច្បាស់ដែរសូមលោកអញ្ជើញទៅមើលទៅបានអ្នកម៉ែប្អូនកេសរបងទៅសិនហើយណា ចាលោកបងនាវីដើរតម្រង់ទៅកំពង់តឹង ណែលោកប្រឡាត់មានការអីមករកយើងទាំងព្រឹកហ្នឹងគឺយើងមករកឯងហ្នឹងហើយប្រឡាត់ប្រឡោយស្អីហៅតាមតួនាទីហ្នឹងណាឡើងមកលើសិនមកនេះឯងមកពីបារាំងយូរហើយហ៎គ្នាមកបាន2ថ្ងៃហើយមកមិនព្រមប្រាប់យើងសោះឯងនេះ នាវីនិងបាឡាន់បណ្ដាលគ្នាទៅលើផ្ទះ ជំរាបសួរជំទាវអ៊ំ លើកដៃថ្វាយព្រះក្មួយខានជួបយូរសង្ហាជាងមុនឆ្ងាយណាស់ ក្មួយអរគុណច្រើនហើយជំទាវអ៊ំសួស្ដីអូនកេសរចាំបងបានអត់ ចាសួស្ដីចាំបានតែបងបាឡាន់ អូ បាន ថ្ងៃនេះមានការអ្វីបានជាមករកកូននាវីទាំងព្រឹកបែបនេះ គឺក្មួយមកលេងនាវាចង់ដើរលេងបែបកំឡោះហ្នឹងណាលោកជំទាវអ៊ំ ថ្ងៃនេះមិនកើតទេដឹងព្រោះកូននាវីត្រូវជូនក្មួយកេសរទៅផ្សារ បាទអញ្ចឹងល្អអន្តែជំទាវអ៊ំក្មួយសុំទៅដែរព្រោះខានទៅផ្សារយូរដែរហើយល្អណាស់សម្លាញ់គ្នាក៏ចង់នាំឯងដើរមើលគេមើលឯងដែរមិនដែរអូនកេសរ តាមចិត្តចា មិនធ្វើមុខអញ្ចឹងអូនកេសរ ឈឺក្បាលណាស់លោកបងតោះយើងទៅវិញ នៅខ្វះមួយមុខទៀតប្អូនតែបើប្អូនឈឺក្បាលទៅចាំនៅក្នុងឡានជាមួយលោកប្រឡាត់ទៅបងទៅរកទិញអីបន្ថែមសិន តែប្អូនចាក៏បានពេលល្ងាចនៅផ្ទះជំទាវសេដាមកវិញហើយឬ បានអ្នកម៉ែ ហើយចុះឯណាក្មួយកេសរ ប្អូនកេសរកូនបានជូននាងទៅដល់ផ្ទះរួចរាល់ហើយជំទាវអ៊ំក្មួយសុំទៅផ្ទះសិនហើយបាន ចាក្មួយ
និយាយចំនាវីដើរទៅផ្ទះក្រោយ យ៉ាងម៉េចទៅហើយខេម៉ានាងបានធូរខ្លះហើយនៅយើងមកពីផ្សារយើងមានរបស់ផ្ញើនាងដែរណា បានធូរខ្លាំងហើយបានបងអនជួយមើលថែកណាត់ពណ៌ស្អាតណាស់ទៅផ្សារមិនបបួលខ្ញុំសោះ យើងក៏ចង់នាំនាងដើរមើលគេមើលឯងដែរមកពីនាងឈឺទៅមិនបានបបួល ស្ដាយណាស់ ពេលនាងជាចាំយើងនាំនាងទៅ អូខេអញ្ចឹងក៏បាន អូខេនឹងស្អីគេ អូខេមានន័យថាយល់ស្របតាមសំណា អូអញ្ចឹងសោះណោះ ពេលប្រលប់បន្តិចមានឡានមួយគ្រឿងមកឈប់នៅមុខផ្ទះជំទាវសេដាជំទាវសេដាឈរចាំទទួលមុខផ្ទះអ្នកម៉ែកូននឹកអ្នកម៉ែណាស់ ម៉ែក៏នឹកកូនដែរផ្លៃច្រើនណាស់កូនម្ដាយស្អាតជាងមុនមែនទេអ្នកម៉ែ មែនហើយ សរសើរប្អូនពេកហើយ បងមិនទាន់បានសរសើរទេប្អូននិយាយខ្លួនឯងតើ អន់ចិត្តបានថ្ងៃនេះកម្មវិធីបុប្ផាតែងខ្លួនយ៉ាងស្អាតសមជាម្ចាស់កម្មវិធីអូនបុប្ផាថ្ងៃនេះស្អាតណាស់ អរគុណច្រើនណាស់បងកេសរចំណែកឯខេម៉ាវិញមិនដឹងតែងខ្លួនបែបណាទេព្រោះមិនធ្លាប់ចូលកម្មវិធីបែបហ្នឹងបងអនខ្ញុំត្រូវតែចូលរួមពិតមែនទេបើអត់ចូលរួមបានអត់មិនបានទេត្រូវតែចូលរួមព្រោះលោកនាវីគាត់បានរកសម្លៀកបំពាក់ឲ្យហើយតែដូចជាយ៉ាងម៉េចទេខ្លាចតែជ្រុះក្បិនទេអត់ដែរពាក់ផង មិនអីទេបងធានាមិនឲ្យជ្រុះទេបងអនរៀបចំឲ្យខេម៉ារួចដែលមានអាវកតាំងពណ៌បៃតងចាស់ជាមួយក្បិនពណ៌ត្នោតចាស់បន្ថែមជាមួយស្បៃពណ៌ត្នោតចាស់ដែរនៅក្នុងកម្មវិធី ស្អាតស្អាតណាស់ស្អាតប្លែក ខេម៉ាលួចញញឹមសរសើរខ្ញុំមែនទេ អត់ទេតសើផ្កាដែលសៀតតិចស្អាតអន្តើ ខេម៉ាមិនតបតែធ្វើមុខបែបអន់ចិត្តបន្តិច បុប្ផានេះខេម៉ាស្គាល់គ្នាទៅណាអាយុមើលទៅក៏ប្រហាក់ប្រហែលនឹងគ្នាដែរ សួស្តីខេម៉ា ខេម៉ានេះបុប្ផាជាប្អូនស្រីបង្កើតរបស់ខ្ញុំមិនដែរស្អាតដូចខ្ញុំអត់ ចាសួស្តីបុប្ផាស្អាតតែស្អាតជាងលោកឆ្ងាញ់ណាស់ សរសើរខ្ញុំពេកហើយបុប្ផាងាកទៅខ្សឹបចិត្តត្រចៀកនាវីគូស្នេហ៍បងឬបានចំណំចេញមុខចេញមាត់បែបនេះនាវីលួចញញឹមបន្តិចតែមិននិយាយចំណែកឯខេម៉ាវិញដោយផ្លែកភ្នែកនឹងកម្មវិធីមើលមិនឈប់សោះខេម៉ាញ៉ាំអីណែ មិនតាន់បានញ៉ាំទេឃ្លានឡើងពុះរើទៅហើយ អញ្ចឹងតោះទៅរកញ៉ាំអីខ្ញុំក៏ឃ្លានដែរអត់នៅទទួលភ្ញៀវសិនទេ ឲ្យអ្នកម៉ែទទួលសិនទៅឃ្លានហើយក្រពះសំខាន់ជាងខេម៉ាញញឹមហើយនាំគ្នាដើរទៅរកអីញ៉ាំបុប្ផាភ្លុកអានេះសាក់មើលទៅឆ្ងាញ់ណាស់ប្អូនបុប្ផានៅទីនេះសោះបងខំតដើររកបងរកខ្ញុំមានអ្វីគឺជំទាវអ៊ំឲ្យហៅប្អូនទៅទទួលភ្ញៀវចាបងខេម៉ាខ្ញុំទៅសិនហើយចាំនិយាយគ្នាទៀតពេលក្រោយចាបុប្ផាដើរចេញនៅហ៊ានមកចូលរួមទៀតអត់មើលឋានៈខ្លួនឯងសោះខេម៉ាមិនខ្វល់ឈរញ៉ាំនំធ្វើប្រងើយផ្ញើទុកសិនចាស់មិនយូរទេខេម៉ានៅតែមិនតបតតែញញឹមដាក់កេសរនាងកេសរដើរចេញទាំងខឹង ស្វាគមន៍ការវិលត្រឡប់មកវិញណាអូនបុប្ផា ចាបងបាឡាន់ ហេតុអីក៏ឯងយូរម៉េះរវល់ពេកនេះបញ្ញាប់មកផង អរគុណណាស់បងដែលមកចូលរួមកម្មវិធីប្អូន បាទ ពេលកម្មវិធីចប់ភ្ញៀវក៏បានត្រឡប់ទៅវិញអស់នៅតែម្ចាស់កម្មវិធីអ្នកម៉ែកូនសុំទៅសម្រាប់ហើយហត់នឿយណាស់បុប្ផាងាកទៅខេម៉ាញាក់ភ្នែកដាក់ដូចជាចង់បបួលទៅដែរខេម៉ាដើរយឺតប្រុងចេញឈុំនាងចង់ទៅណាដែរ ខ្ញុំទៅសម្រាប់កុំតន់អាលយើងមានការចង់និយាយជាមួយនាងកូននាវាដែរ បាទអ្នកម៉ែ លោកជំទា
អ្នកណាឲ្យកូននាំនាងចូលកម្មវិធីគឺខ្ញុំយើងមិនបានសួរនាងយើងសួរកូននាវី គឺកូនជាអ្នកនាំនាងមកចូលរួមក ូនដឹងទេជំទាវដែលចូលរួមកម្មវិធីគេគិតថានាងជាគូស្នេហ៍កូនគ្រប់គ្នា ចុះមានតែខុសអីអ្នកម៉ែកូនក៏មិនបានស្អប់ខ្ពើមនាងដែរ តែម៉ែមិនចង់ឲ្យគេយល់អញ្ចឹងទេម៉ែខំបបួលគេសមកតែកូនទៅបណ្ដាលនាងទៅវិញ តែកូនមិនបានពេញចិត្តប្អូនកេសរទេ កូនប្រសាម៉ែបើមិនមែនក្មួយគេសម៉ែមិនព្រមជំទាវសេដាដើរចេញ តែអ្នកម៉ែ ខ្ញុំសំតើគឺមកពីខ្ញុំ មិនមែនមកពីនាងទេ គឺខ្ញុំជាអ្នកនាំនាងចូលខ្លួនឯងតានាងទៅសម្រាកចុះ ចាលោកក៏ឆាប់តែសម្រាប់ដូចគ្នានាវីមិននិយាយតែងក់ក្បាលតាមសំណើខេម៉ានៅដើមស្វាយមុខផ្ទះខេម៉ាបេះមកនោះនៅគៀនចង់ស្វាយនោះកន្លែងណាមិនខាញនោះនៅចិត្តដៃហ្នឹងអូឃើញហើយ ធ្វើអីហ្នឹង ខេម៉ាភ្ញាក់នឹងសំឡេងរបូតដៃធ្លាក់ស្វាយចំក្បាលនាវី អូយ ខេម៉ាប្រញាប់ចុះមកសំតើផងខ្ញុំគ្មានចេតនាទេបងនាវីមិនហើយនោះពោះក្បាលបាន់បុផានិងខេម៉ាមើលមុខគ្នាសើចលេងសំខេម៉ាស្អំក្បាលឲ្យនាវីបណ្ដានិយាយបណ្ដាខ្ញុំសុំទោសផង មិនអីទេនេះត្រឹមផ្លែស្វាយចុះបើជាមនុស្សវិញមិនស្លាប់យើងទៅហើយទេ អ្នកណាឲ្យលោកមកមិនឲ្យសំឡេង មិនឲ្យសំឡេងយ៉ាងម៉េចខ្ញុំសួរតែនាងមិនលឺ លើនឹងហើយបានភ្ញាំង នាងយ៉ាប់ណាស់ប្អូនបុផាក៏អញ្ចឹងដែរចេះឡើងដើមឈើដូចក្មេងៗទៅកើតដែរថ្ងៃក្រោយបើឃ្លានឲ្យបងផានបេះឲ្យទៅកុំឡើងខ្លួនឯងអញ្ចឹងទៀតកុំឲ្យមានលើកក្រោយទៀតឲ្យសោះណាឮទេ ចានាវីដើរចេញខេម៉ានិយាយមិនតាន់បានហូបស្វាយផងលែងឃ្លានបាត់ហើយពេលរាត្រីបានចូលមកដល់ខេម៉ាអង្គុយនៅកំពង់ទឹកស្រងោតស្រងាត់នឹកផ្ទះយើងមកនៅទីនេះបានប្រហែលខែហើយ1ខែ2ខែ3ខែ4ខែ5ខែ6ខែ 6 ខែកន្លះហើយ ខេម៉ាងាកទៅតាមសំឡេងកន្លះឆ្នាំហើយអញ្ចឹង នាងទៅតែភ្ញាក់ពីដេកមែន នឹកបាដល់ហើយថ្មនេះហើយមិនដឹងជាគាត់យ៉ាងម៉េចទេបានពិសាបាយហើយណែ នេះនាងចាំមិនទាន់បានថាផ្ទះនាងនៅឯណាទេហ៎ ចាំបានតែមិនដឹងទៅរបៀបណា យើងមានឡានតែចាំយើងជូនទៅក៏បានដែរបើមិនជិះឡានយើងជូនទៅតាមទូក ចង់ឡាន10ទៀនក៏ជូនមិនដល់ដែរព្រោះវានៅឆ្ងាយអើយសែនឆ្ងាយ នាងនៅទីនេះយូរទៅហើយមិនមានចិត្តថាស្រឡាញ់ចង់រស់នៅទីនេះទេហ៎ ខេម៉ាឆ្លើយតែមួយម៉ាត់យ៉ាងខ្លីនាវីចាប់ផ្ដើមប្រែទឹកមុខអន់ចិន យើងទៅសម្រាកហើយអញ្ចឹង នាវីដើរចេញខេម៉ានិយាយមិនតន់និយាយចាប់ផងចង់និយាយថាអត់តន់ច្បាស់ចិនហើយតែដេកវិញថ្ងៃនេះខេម៉ាក្រោកពីព្រលឹមព្រោះចង់ងើបឲ្យតន់ដាក់បាតពេលព្រឹងថ្ងៃនេះបានម្ហូបអីខ្លះអ៊ំបានត្រីផ្លាធូចៀននិងជ្រក់ស្វាយមានអ្វីដែលអាចឲ្យខ្ញុំជួយខ្លះទេអ៊ំកុំអីខ្លាចខូចម្ហូបទៅណាក៏ទៅចាំខ្ញុំអ្នកធ្វើខ្ញុំចេះតាអ៊ំចាំខ្ញុំជៀនត្រីឯងអញ្ចឹងធ្វើទៅអញ្ចឹងខេម៉ាឈរជៀនត្រីអ៊ំធីលួចសរសើរខេម៉ាក្នុងចិនជៀនត្រីដូចអ្នកធ្លាប់ធ្វើស្មានតែបានតែមាត់តើអ៊ំតើទេខ្ញុំអាចមកជួយធ្វើកូនកំបិតអ៊ំរាល់ថ្ងៃបានទេខ្ញុំចង់រៀនធ្វើម្ហូបពីអ៊ំផងបានតើបើឯងចង់ខ្ញុំក៏ចង់ដឹងថាឯងស៊ូបានប្រមាណទៅសូមមកជីវិតក៏បានដែរអ៊ំល្អហើយអញ្ចឹងកុំបានតែដំបងម្ហូបធ្វើរួចព្រះសង្ឃក៏និមន្តមកដល់ល្មមជំទាវសេដារៀបដាក់បាតខេម៉ាលើកបាយឲ្យថ្ងៃនេះនឹកឃើញអីចង់ដាក់បាត
ថ្ងៃនេះខ្ញុំចង់ធ្វើបុណ្យខ្លះក្រែងឆាប់បានទៅផ្ទះបើអញ្ចឹងដាក់រាល់ថ្ងៃទៅចាឲ្យតែលោកជំទាវអនុញ្ញាតយើងមិនមែនមនុស្សចិត្តកំណាញ់ហាមអ្នកដែលចង់ធ្វើបុណ្យនោះទេដាក់បាតរួញកេសរជិះទូកមកដល់កំពង់ល្មមជំរាបសួរជំទាវអ៊ំចាលើកដៃថ្វាយព្រះថ្ងៃនេះខ្យល់អីបក់ក្មួយមកផ្ទះអ៊ំទាំងប្រលឹមបែបនេះគឺអ្នកម៉ែឲ្យក្មួយយកនំលម្អងចេកនេះមកជូនជំទាវអ៊ំអូអ៊ំកំពុងតែឃ្លានល្មមឡើងទៅលើផ្ទះសិនមកចាជំទាវអ៊ំហើយចុះលោកបងនាវីមិននៅទេជំទាវអ៊ំកូននាវីទៅធ្វើការតាំងតែពីព្រឹងអើយស្ដាយថាចង់ឲ្យលោកបងនាវីសាក់ហូបនំស្នាដៃក្មួយធ្វើបងកេសរបងមករកបងនាវីទាំងព្រឹកណោមានឯណាបងយកនំមកជូនជំទាវអ៊ំតែអត់ឃើញលោកបងក៏សួរតែអញ្ចឹងឯងបុប្ផាដើរចេញជំទាវអ៊ំក្មួយសុំទៅក្រៅបន្តិចចង់ទៅនិយាយលេងជាមួយនឹងអូនបុប្ផាចាក្មួយទៅចោកេសរដើរចេញដូចជាឃ្លានស្វាយអំបិលមកទេដល់ហើយខ្ញុំក៏ឃ្លានដែរតែបងនាវីឈប់ឲ្យបេះហើយតែបងផានក៏មិននៅទៀតបានអ្នកណាបេះនាវីប្រហែលជាយូរទៀតបានចេញពីធ្វើការខ្ញុំមិននិយាយបងផានមិននិយាយនាយនឹងមិនដឹងទេខេម៉ាងាកក្រោយប្រុងដើរទៅដើមស្វាយក៏ទៅបុកជាមួយកេសរដែលដើរមកដោយមិនឲ្យសំលេងអើយដើររបៀបម៉េចណាសំតើមិនបានឃើញព្រោះម៉ាមិនឲ្យសំលេងបងកេសរទៅណាដែរបងចង់មកនិយាយលេងជាមួយនឹងប្អូននឹងណាតែប្អូនរវល់បាត់ហើយមិនទំនេរទេអញ្ចឹងបងទៅវិញហើយចាបងកេសរដើរទៅរកជំទាវសេដាប្រុងលាក៏បាត់ថងប្រាក់តាណាអញ្ចេះក្មួយរកម្ដងទៀតទៅមើលក្មួយទៅណាខ្លះចាំអ៊ំឲ្យធីជួយរកចាលោកជំទាវក្មួយទៅក្រោយមិញដើរបុកជាមួយនឹងនាងខេម៉ាប្រហែលជាធ្លាក់នៅក្រោយមែនហើយក្មួយទៅរកសិនទៅចោះក្មួយធីទៅជួយរកក្មួយកេសរទៅកុំអីជំទាវអ៊ំក្មួយទៅតែឯងបាននេះនាងលួចថងប្រាក់យើងមែនទេថងប្រាក់ខ្ញុំមិនបានឃើញទេគ្មានចៅណាដែលទទួលថាវាជាចៅទេខ្ញុំមិនបានជើងហើយក៏មិនចេះលួយរបស់អ្នកណាដែរចាំមើលទៅអញ្ចឹងកេសរស្ទុះទៅចាប់ខេម៉ាឆែកណែនាងចង់ធ្វើអីចាប់ចៅនឹងហើយកេសរឆែកខ្លួនខេម៉ាស្រាប់តែថងប្រាក់ធ្លាក់ចុះមកនេះអីថងប្រាក់យើងទេខ្ញុំមិនបានជើងវាមកពីណាមិនបាននិយាយច្រើនត្រៀមដោះស្រាយជាមួយជំទាវអ៊ំទេជំទាវអ៊ំក្មួយរកឃើញថងប្រាក់ហើយនាងនេះលួចទេមិនប៉ិតទេលោកជំទាវខ្ញុំមិនបានលួចទេដាក់ទោសវាទៅជំទាវអ៊ំបើវាមិនព្រមទទួលអ្នកម៉ែកូនអាចអះអាងបានព្រោះមិញកូនក៏នៅជាមួយខេម៉ាដែរស្ងាត់ទុកឲ្យម៉ែជាអ្នកចាត់ចែងយកនាងទៅចងចាំយើងទៅសួរចម្លើយនាងខ្លួនឯងបាទលោកជំទាវកេសរលួចញញឹមបែបពេញចិត្តព្រោះផែនការបានដូចការរំពឹងទុំសូមរងចាំទស្សនាភាគបន្តខ្ញុំមកនេះគឺចង់ប្រាប់ដំណឹងនេះឲ្យចម្ប៉ាបានដឹងព្រោះថាមិនមានអ្នកណាគេឆោតល្ងងដូចជាចម្ប៉ាទេមិនយកកូនសេដ្ឋីតែបែរជាសវ៉ាអ្នកបើបំរើទៅវិញអ្នកប្រើអត់មានសម្ដីខ្ពង់ខ្ពស់ដូចជាឋានៈយុស័ក្តិសាព្រោះតែបែបនេះតើគេឯងតែងតែពោលថាមនុស្សដែលមានតម្លៃគួរឲ្យគោរពខ្ពង់ខ្ពស់គឺមិនបានស្ថិតនៅលើឋានៈនិងមាសប្រាក់ឡើយតែគឺវាស្ថិតនៅលើទង្វើនិងសម្ដីខ្ញុំមានភាពខ្ពង់ខ្ពស់រួចទៅហើយខ្ញុំមិនទៅខ្វល់ទេខ្ញុំនិយាយតាមអ្វីដែលខ្ញុំមើលឃើញតែប៉ុណ្ណោះសវ៉ាបើបំរើចោលក្របពូជដូចជាខ្ញុំសំរឹកដែរទេបើបំរើឬអ្វីក៏ដោយតែការដែលអគតិនោះទើបជារឿងដែលគួរឲ្យខ្លាចជាងគេអញ្ចឹងទៅផ្ទះអ្នកប្រុសវិញចុះសូមជូនរឿងសេដ្ឋីពីរបែប
នាពេលរសៀលនៅឯមាត់ទឹកមានមនុស្សស្រី2នាក់កំពុងតែងូតទឹកត្រពាំងនោះខណៈដែលស្បៃនៅលើដើមឈើក៏ត្រូវប៉ាងទៅលើដីរំពេចនោះផងដែរបុរសម្នាក់ដែលកំពុងតែស្ពាយបង្វិចដើរត្រាច់ចោលបានជន់លើស្បៃនោះតែម្ដង ស្បៃនរណាគេធ្លាក់នៅត្រង់នេះក្លិនក៏អូបទៀនតើម្ចាស់នៅណាទៅ រំពេចនោះផងដែរក៏មានសំឡេងស្រែកបន្លឺឡើងពីក្នុងទឹកមកឯងកំពុងតែធ្វើអីឆាប់ដាក់ស្បៃរបស់ខ្ញុំចុះភ្លាមចង់លួចយករបស់ខ្ញុំទៅមែនទេដាក់ចុះឥឡូវនេះ ខ្ញុំមានចង់លួចឯណាខ្ញុំគ្រាន់តែឃើញវាធ្លាក់នៅលើដីអន្តាវាជារបស់អ្នកនាងមែនទេណាស់ហើយខ្ញុំទុកនៅលើដីឲ្យវិញចុះខ្ញុំមិនចង់បានទេធ្លាក់នៅកន្លែងណាខ្ញុំទុកនៅកន្លែងនោះឲ្យវិញ ដាក់ចុះនៅនឹងទេមិនបាច់ប៉ះពាល់របស់ខ្ញុំទៀតនោះទេខ្ញុំមិនត្រូវការឲ្យអ្នកផ្លាច់មុខមកប៉ះទេ បានខ្ញុំទុករបស់នេះនៅលើដីហើយមិនយកមិនប៉ះមិនពាល់អ្វីទាំងអស់អ្នកនាង ម៉ាយើងឡើងគុកវិញមនុស្សកងវាលមកពីណាទេបើហេតុដល់ថ្នាក់នេះខ្ញុំនឹងទៅប្រាប់លោកពុកខ្ញុំហើយចាំតែមើលទេចំប៉ាឯងកុំតន់វាតម្លៃមនុស្សត្រឹមតែសម្បកក្រៅអីបងព្រើតើបងមកពីណាដែរស្ពីបង្វិចមកទៀតបងស្វែងរកការងារធ្វើមែនទេបើដូច្នេះមែនវាកាន់តែសំណាងហើយដែលបានជួបនឹងខ្ញុំព្រោះផ្ទះលោកពុកខ្ញុំកំពុងតែត្រូវការមនុស្សដើម្បីឲ្យជួយធ្វើការគាត់ បានអ្នកនាងខ្ញុំមកពីភូមិខាងជើងស្វែងរកការងារធ្វើដើម្បីយកទៅមើលជំងឺម្ដាយតែមិនដឹងថាមានផ្ទះណាដែលគេត្រូវការមនុស្សឬក៏អត់ទេ តែជាមួយខ្ញុំបងព្រើរាងកាយបងមមួនអាចលីសែងស្រូវអង្គបានលោកពុកខ្ញុំគាត់រកមនុស្សបែបហ្នឹងផ្ទះខ្ញុំអ្នកណាក៏ស្គាល់ដែរពុកខ្ញុំជាសេដ្ឋីនៅក្នុងភូមិណែកុំចេះតែបបួលគេទៅជាមួយឯងមិនដែលស្គាល់គេផងបើគេជាចៅបន្លំខ្លួនមកឯងមិនសួយទៅហើយដែលអួតប្រាប់គេក្តែងពីរឿងនេះ មនុស្សរបស់លោកពុកខ្ញុំមានច្រើនបាននរណាហ៊ានតែធ្វើជាចៅលោកពុកខ្ញុំមិនទុកនោះទេយើងទៅមុនហើយតើបងទៅជាមួយគ្នាខ្ញុំណែនាំឲ្យស្គាល់លោកពុកខ្ញុំនិយាយចាប់ហើយអ្នកទាំងពីរនោះចាក់ចេញទៅតែម្ដងស្របពេលជាមួយគ្នានោះអ្នកបម្រើរបស់ចម្ប៉ាក៏បានមកដល់អ្នកនាងម្ចាស់ដល់ពេលទៅផ្ទះហើយចង់លេងទឹកដល់ពេលណាទៀតអ្នកនាងដឹងដែរទេថាលោកម្ចាស់និងលោកស្រីកំពុងតែរងចាំអ្នកនាងចាទៅផ្ទះវិញក៏បានលំអងបាននាំសាទេមមកជួបឪពុកម្ដាយគេដល់ផ្ទះព្រមទាំងរៀបរាប់ពីគេទៀតផងលោកពងអ្នកម៉ែគាត់មកពីឆ្ងាយខ្ញុំចង់ឲ្យលោកពងទទួលគាត់យកមកធ្វើការជាមួយ ផ្ទះយើងខ្វះមនុស្សធ្វើការមែនតែពុកមិនដែលស្គាល់អ្នកកំឡោះម្នាក់នេះទេពុកពិបាកនឹងទទួលឲ្យមកនៅក្នុងផ្ទះជាមួយយើងខ្លាំងណាស់ ពងត្រូវតែជឿជាក់លើខ្ញុំមើលឃើញថាគាត់ជាមនុស្សល្អហេតុអីក៏ពុកត្រូវគិតច្រើនបើកូនស្រីពុកនិយាយដូច្នេះហើយ តែពុកមិនចេះតែសម្រេចទេណាម៉ែវាជួយគិតខ្ញុំផងតែយើងគួរតែទទួលក្មួយប្រុសម្នាក់នេះមកនៅក្នុងផ្ទះជាមួយយើងដែរទេ ខ្ញុំគិតថាយើងជឿតាមកូនម្ដងចោះក្នុងផ្ទះយើងកំពុងតែខ្វះមនុស្សផងចាម៉ែមានប្រសាសន៍ត្រូវទទួលគាត់នៅផ្ទះរបស់យើងហើយធ្វើការនៅក្នុងផ្ទះនេះ បើក្មួយឯងមកនៅជាមួយពូក្មួយកំរៀនខ្ជិលព្រោះកន្លែងធ្វើការណាក៏ដោយក៏គេមិនត្រូវការមនុស្សខ្ជិលដែរបាទលោកម្ចាស់ខ្ញុំមិនហ៊ានខ្ជិលទេព្រោះខ្ញុំមានម្ដាយចាស់នៅឯផ្ទះរងចាំមើលផ្លូវខ្ញុំដើម្បីយកប្រាក់ទៅមើលជំងឺគាត់ដែលព្យាបាលយកហើយមិនជាដាច់សោះក្មួយឯងទៅសម្រាកចុះក្មេងៗនាំអ្នកថ្មីទៅកន្លែងផងកុំរើសអើងគ្នាអ្នកថ្មីឬក៏អ្នកចាស់ឮទេអរគុណណាស់លោកម្ចាស់ មនុស្សក្នុងផ្ទះបាននាំសាទេមទៅកន្លែងសម្រាកតែម្ដងកូនឯងទៅជួបគេនៅឯណាហើយនាំគេមកផ្ទះបែបនេះខ្ញុំជួបដាច់ចែកដាន់ទេម៉ែហើយក៏នាំគាត់មកទីនេះតែម្ដងដើម្បីឲ្យគាត់មានការងារធ្វើផង កូនឯងចេះតែបែបនឹងហើយតែពុកនឹងសង្កេតមើលពីក្មេងម្នាក់នេះឲ្យមែនទែនបើមិនស្រួលពុកនឹងដាក់ទោសហើយ ចាពងនាងនួនឲ្យទៅតាមកូនយើងចម្ងាយនេះសោះវាទៅយូរតើថ្មណាទៅវាបានមកដល់ផ្ទះវិញស្របពេលជាមួយគ្នានោះនាងនួននិងចំប៉ាក៏បានមកដល់ល្មមទៅតាមកូនយើងយូរម្លេះនាង
លោកស្រីនិយាយធ្វើមើលតែខ្ញុំមកចេះហោះខ្ញុំទៅតាមដល់មាត់តឹងកូនរបស់លោកស្រីបើខ្ញុំមិនទៅតាមអត់ប្រមមកផ្ទះទេតមាត់ណាកូនស្រីទៅរៀបចំខ្លួនស្អាតបន្តិចទៅមានភ្ញៀវមកលេងផ្ទះកុំភ្លេចរាក់ទាក់គេឲ្យបានល្អផងចាអ្នកម៉ែមួយសន្ទុះក្រោយមកមានភ្ញៀវអញ្ជើញមកដល់ផ្ទះដោយគ្រួសារសេដ្ឋីថងបានរងចាំទទួលរួចជាស្រេចទៅហើយ សូមអញ្ជើញអង្គុយលោកសេដ្ឋីលោកក្មួយអង្គុយមកថ្ងៃនេះមានកិត្តិយសណាស់ដែលលោកសេដ្ឋីនិងកូនប្រុសមកផ្ទះខ្ញុំចាំបាច់គួរសមអីទេលោកសេដ្ឋីខ្ញុំនិងកូនប្រុសមកនេះគឺពិតជាមានការហើយបាទលោកពូដឹងស្រាប់ហើយថាគោលបំណងខ្ញុំមកទីនេះដើម្បីអីម៉ែវាកូនស្រីយើងនៅក្នុងបន្ទប់មែនទេ ចាចាំខ្ញុំហៅឲ្យកូនស្រីម្ដាយយកទឹកមកទទួលភ្ញៀវកូនភ្ញៀវមកដល់ហើយស្របពេលជាមួយគ្នានោះចម្ប៉ាបានលើកទឹកតែមកទទួលភ្ញៀវតែម្ដងចេញពិសាទឹកតែលោកពូបងប្រុស អរគុណណាស់ក្មួយស្រីក្មួយស្រស់ស្អាតបែបហ្នឹងតើបានជាកូនពូរំអុកឲ្យចូលមកណាស់បាទលោកពងទុកយូរខ្លាចសម្ោចរោមខ្ញុំមិនហ៊ានទេពងលបងដឹងហើយតែខ្ញុំមកទីនេះថ្ងៃនេះដើម្បីអីគ្រួសារអ្នកទាំងពីរក៏ដឹងឮទាំងអស់គ្នាហើយបាទខ្ញុំដឹងថាលោកសេដ្ឋីនាំកូនមកនេះក្នុងគោលបំណងតែមួយទេខ្ញុំនឹងសួរកូនបញ្ជាក់នៅចំពោះមុខគ្រប់គ្នាតែម្ដងកូនស្រីលោកសេដ្ឋីមកដណ្ដឹងកូនទៅឲ្យកូនប្រុសរបស់គាត់ពុករងចាំសួរកូនដោយផ្ទាល់ហើយឲ្យខាងកូនលោកសេដ្ឋីបានស្ដាប់ឮចេញពីកូនដូចគ្នា បងម៉ែខ្ញុំគិតថាវ័យប៉ុនខ្ញុំនៅក្មេងពេកខ្ញុំមិនតាន់ចង់បានប្តីទេបងតារាខ្ញុំសុំទោសផងខ្ញុំមិនអាចផ្ដល់ចម្លើយល្អដល់បងទេ ចម្ប៉ាបដិសេធជាមួយបងយល់ហើយចម្ប៉ានៅក្មេងចម្ប៉ានៅឆោតនៅឡើយចម្ប៉ានៅមិនទាន់យល់ថាអ្វីហៅថាភាពមានបានទេបងមិនប្រកាន់ចម្ប៉ាទេតែបងចង់ឲ្យចម្ប៉ាបានគិតពីរឿងនេះម្ដងទៀតបងជាកូនសេដ្ឋីមួយរូបដែរនៅក្នុងភូមិនេះអូនប្រកែកពេលបងចូលស្ដីទៅដឹងអូនបើបងទៅទៅដឹងអ្នកផ្សេងអូនកុំស្ដាយក្រោយឲ្យសោះណាកូនប្រុសនិយាយតាមសម្រួលតកូនកូនអាចទៅទៅដឹងអ្នកផ្សេងទៀតបានតើមិនខ្វះទេមនុស្សស្រីជាច្រើននៅក្នុងភូមិដែលគេប្រាថ្នាប្តីអ្នកមានកូនសេដ្ឋីដូចជាកូនពុកនិយាយត្រូវណាស់យើងទៅទៅដឹងអ្នកផ្សេងទៅកូនសេដ្ឋីផ្ទះនេះល្ងងណាស់ថាចាប់ហើយគេក៏បានចាក់ចេញទៅ លោកសេដ្ឋីឲ្យខ្ញុំសុំទោសជំនួសកូនខ្ញុំផងណាគេនៅក្មេងណាស់គេមិនដឹងខ្យល់អីទេបាទមិនអីទេខ្ញុំទៅផ្ទះសិនហើយបានបាទសូមអញ្ជើញលបង គ្រួសារនោះបានចាក់ចេញពីផ្ទះរបស់សេដ្ឋីតែម្ដងអើយយ៉ាប់តែម្ដងដណ្ដឹងកូនគេមិនអោយបែរជាដៀថ្មីគេដូច្នេះ ខ្ញុំបានឮដូច្នេះហើយពិតជាមិនពេញចិត្តសោះ សំណាងហើយកូនស្រីយើងចេះបដិសេធនៅចំពោះមុខត្រង់ត្រង់នាថ្ងៃបន្ទាប់នៅឯរោងកិនស្រូវសាទេមកំពុងតែជញ្ជូនស្រូវយកមកកិនស្របពេលដែលលំអងបានយកទឹកមកឲ្យគីបងហូបទឹកសិនទៅខ្ញុំឃើញបងដូចជាប្រឹងធ្វើការខ្លាំងណាស់ អរគុណណាស់អ្នកនាងខ្ញុំត្រូវតែខំធ្វើការព្រោះខ្ញុំជាអ្នកមកថ្មីផង មិនបាច់ខំធ្វើការអីពេកទេកុំឲ្យបាក់កម្លាំងទុកការងារឲ្យអ្នកផ្សេងបានធ្វើខ្លះទៅបើធ្វើតែបងឯងម្នាក់តើអ្នកផ្សេងបានអីធ្វើទៅ ខ្ញុំក្រាញ់ចិនព្រោះថាអ្នកថ្មីដូច្នេះខ្ញុំមិនហ៊ានធ្វើតិចជាងអ្នកចាស់ទេ កុំគិតដូច្នេះអីបងឯងត្រូវតែជូនខ្ញុំទៅក្រៅទុកការងារទាំងអស់នេះឲ្យអ្នកផ្សេងគេធ្វើចាស់ បាទអ្នកនាង អ្នកទាំងពីរចេញពីរោងកិនស្រូវភ្លាមអ្នកដតីដែលនៅទីនេះក៏បានបន្លឺឡើង អ្នកនាងយើងដូចពេញចិត្តជាមួយអាមួយទឹមចូលថ្មីដល់ហើយវ៉ៃយើងគួរតែរាយការណ៍រឿងនេះទៅប្រាប់លោកសេដ្ឋីដែរទេយើងក៏គិតដូចឯងដែរវាដូចជាចង់យកចិត្តអ្នកនាងចង់បានអីផ្សេងហើយយើងគួរតែប្តឹងលោកសេដ្ឋីដើម្បីដកវាចេញគំនិតឯងល្អតើយើងគួរតែជំរុះវាចោលទៅហើយពួកយើងនឹងបានតំណែងនោះមកវិញត្រឹមត្រូវណាស់ សាទេម
បានធាក់ស៊ីក្លូជូនលំអងទៅផ្ទះចំប៉ាលុះមកដល់មុខផ្ទះគេក៏បានឈប់ងក់ចូលទៅក្នុងផ្ទះចំប៉ាជាមួយខ្ញុំកុំចាំនៅកណ្ដាលថ្ងៃអី ខ្ញុំអាចចាំនៅទីនេះបាននៅនាងអញ្ជើញចូលទៅក្នុងចុះខ្ញុំមិនហ៊ានចូលផ្ទះអ្នកមានទេ កុំនិយាយដូច្នេះឆាប់ចូលទៅក្នុងជាមួយគ្នាថាហើយអ្នកទាំងពីរបានចូលទៅខាងក្នុងផ្លែនចំប៉ាកំពុងតែរៀនបត់ផ្កាឈូកលុះពេលឃើញមិត្តភ័ក្តិមកដល់នាងក៏បន្លឺឡើងភ្លាមលំអងឯងនាំប្រុសម្នាក់នេះមកផ្ទះខ្ញុំធ្វើអីឯងមកបង្រៀនខ្ញុំបត់ផ្កាឈូកហើយនាំគេមកបត់អីដែរ ចំប៉ាឯងកុំប្រកាន់ច្រើនពេកខ្ញុំឲ្យគាត់ជូនមកព្រោះតែខ្ញុំមិនចង់មកតែម្នាក់ឯងឡើយហើយគាត់ទើបតែចូលមកថ្មីខ្ញុំចង់ឲ្យគាត់បានស្គាល់ទិសតំបន់ខ្លះចេះតែអញ្ចឹងហើយនេះឯងមកផ្ទះខ្ញុំកុំភ្នែកស្លោដាក់ខ្ញុំសម្លឹងមើលតែក្តារផ្ទះខ្ញុំទៅបានហើយ បានខ្ញុំនឹងមើលតែក្តារផ្ទះរបស់អ្នកនាងតែម្យ៉ាងគត់មុខអ្នកនាងក៏ខ្ញុំមើលដែរអ្នកនាងអស់ក្តីបារម្ភហើយនៅ ឲ្យច្បាស់ដូចមាត់ទេកុំចេះតែនិយាយឲ្យរួចតែពីមាត់អីសោះព្រោះមនុស្សខ្ញុំណាប្រកាន់សម្ដីណា អ្នកនាងគួរតែប្រាប់ខ្លួនឯងមិនមែនជាខ្ញុំទេប្រាប់ឲ្យចងចាំសម្រាប់ខ្លួនឯងទៅអ្នកនាង កុំមកចេះបញ្ជាខ្ញុំ ខ្ញុំបញ្ជាអ្នកនាងនៅកន្លែងណាទៅខ្ញុំគ្រាន់តែប្រាប់ឲ្យអ្នកនាងចងចាំសម្ដីរបស់អ្នកនាងតែខ្ញុំខុសមែនទេ នៅតែតមាត់អត់ឈប់នេះបើខ្ញុំទ្រាំមិនបានក៏បួចវាយឥឡូវហើយ សុំទោសផងអ្នកនាងសូមអញ្ជើញរៀនបន្តទៀតចុះខ្ញុំនៅចាំមើល ឈប់ប្រកាន់គ្នាសិនចំប៉ាខ្ញុំបង្រៀនឯងឲ្យចេះបត់ផ្កាកុំនៅតែប្រកែកចង់ឈ្នះចង់ចាញ់អីលំអងក៏បានបង្រៀនចំប៉ាឲ្យបត់ផ្កាឈូកតែម្ដងលុះពេលរសៀលលំអងក៏បានត្រឡប់មកផ្ទះវិញឪពុករបស់នាងនិងបរិះពីរនាក់ទៀតឈរចាំនាងនៅមុខផ្ទះលោកពឹង ឯងទៅនាំកូនយើងមកពីណា លោកពឹងវាមិនដូចអ្វីដែលលោកពុកបានគិតនោះទេខ្ញុំនឹងបងសាទេទៅផ្ទះចំប៉ាបង្រៀនចំប៉ាបត់ផ្កាឈូក ពួកឯងចាប់វាចងទុកឲ្យយើងបដៅវាម្ដងបាទលោកសេដ្ឋីខ្ញុំអត់បានធ្វើអីខុសទេខ្ញុំគ្រាន់តែជូនកូនលោកសេដ្ឋីទៅក្រៅតាយើងជឿឯងទេឯងនាំអ្នកនាងយើងទៅធ្វើអីមិនល្អឯងប្រកែកនិយាយណាចងវាឲ្យជាប់ទៅ លោកពឹងកុំធ្វើដូច្នេះអីមិនដឹងអ្វីដែលលោកពឹងនិយាយទេលោកពឹងកុំវាយគាត់ កូនឯងកុំចេះតែការពារបើបំរើដូចជាគេទៀតវាបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថាគេកំពុងតែលបងកូនហើយ សេដ្ឋីសៃបានវាយសាទេជាមួយផ្ដៅវាយកមិនដកដៃរហូតមានស្នាមពីសពេញខ្នងតើតែគេសន្លប់ទើបឈប់វាយ ឯងលបងកូនយើងឯងត្រូវទៅទទួលបែបនេះអាពីរនាក់យកវាទៅចោលទៅបាទលោកសេដ្ឋី អ្នកទាំងពីរបានសែងសាទេយកទៅចោលក្បែរមាត់តឹងដោយដាក់គេចោលដូចអ្នកទងនាព្រឹកព្រលឹមនួននិងចំប៉ាមកកាច់ផ្កាឈូកក៏បានឃើញសាទេតែម្ដងអ្នកនាងមនុស្សតើអ្នកនាងគេអត់តន់ស្លាប់ទេហើយកាមែនផ្ទះសិទ្ធិសៅកាច់ណាស់ពេលឃើញដូច្នេះមិនចម្លែកទេយកគាត់ទៅផ្ទះយើងថាហើយអ្នកទាំងពីរបានយកសាទេទៅជាមួយពួកគេដោយថែមទាំងហៅគ្រូពេទ្យមកព្យាបាលគេទៀតផងសេដ្ឋីថងក៏បានបន្លឺឡើង កំណះអ្នកកំឡោះដែលត្រូវអ្នកដតីធ្វើបាបដូច្នេះ លោកសេដ្ឋីសៅកាចមែនមិនសូវជាស្ដាប់ហេតុផលទេ ខ្ញុំក៏មិនដឹងថាគាត់ទៅជាសអ្វីយ៉ាងនឹងទេធ្វើបាបគ្នាទាល់តែคล้ายទៅជាបែបនេះណាហើយឲ្យគ្នានៅផ្ទះយើងមួយរយៈទៅពេលបានធូរស្បើយបើគេចង់ធ្វើការនៅទីនេះក៏បានដែរ លោកបងនិយាយត្រូវយើងមានតែចាំសង្កេតគេនោះទេ5ថ្ងៃក្រោយមកសាទេបានដឹងខ្លួនវិញខណៈដែលចំប៉ាបាននៅក្នុងបន្ទប់នេះដូចគ្នា នាងតើខ្ញុំនៅឯណា ឯងនៅផ្ទះខ្ញុំត្រូវគេវាយឡើងត្រោមខ្លួនទៅហើយចង់ទៅផ្ទះវិញឬក៏នៅទីនេះបន្តណែពុកខ្ញុំយល់ព្រមឲ្យឯងធ្វើការនៅទីនេះបើសិនជាឯងគ្មានកន្លែងដែលត្រូវទៅនោះទេ ខ្ញុំអរគុណនាងនិងគ្រួសារនាងណាស់ដែលបានជួយយកអាសាដល់ខ្ញុំ បន្តិចទៀតពុកខ្ញុំមកហើយចាំនិយាយជាមួយគាត់ទេ បាទនាង
ស្របពេលជាមួយគ្នានោះសេដ្ឋីថងក៏បានចូលមក ជំរាបសួរលោកសេដ្ឋីយ៉ាងម៉េចទៅហើយអ្នកកំឡោះកើតរឿងអីបានជាគេធ្វើបាបមនុស្សនៅក្នុងផ្ទះលោកសេដ្ឋីសៅបាននិយាយបង្កាច់បង្ខូចពីខ្ញុំពួកគេប្រាប់គាត់ថាខ្ញុំមានបំណងមិនល្អជាមួយនឹងនាងលំអងទាំងដែលខ្ញុំមិនដឹងអ្វីសោះលោកសេដ្ឋីសៅជាមនុស្សតិចសណាស់ឯងអាចនៅធ្វើការនៅផ្ទះខ្ញុំបានបើសិនជាឯងគ្មានកន្លែងដែលត្រូវទៅណាបានអរគុណណាស់លោកសេដ្ឋី មួយសប្តាហ៍ក្រោយមកស្រាប់តែលេចលឺដំណឹងថាលំអងភ្ជាប់ពាក្យជាមួយតារានាងនួនបានរត់មកប្រាប់ចម្ប៉ាដល់ក្នុងបន្ទប់តែម្ដងអ្នកនាងខ្ញុំមានរឿងចង់ប្រាប់អ្នកនាងលំអងណាភ្ជាប់ពាក្យជាមួយនឹងអ្នកប្រុសតារាហើយលំអងអើយបានអ្នកប្រុសតារាចេះកែលំអងនឹងសុខសាន្តតែបានអ្នកប្រុសតារាមិនកែវិញនោះជីវិតលំអងច្បាស់ជាមានទុក្ខហើយអ្នកនាងលំអងមិនដឹងពីជីវប្រវត្តិរបស់អ្នកប្រុសតារាទេអីបានជាព្រមទទួលពាក្យគាត់បែបហ្នឹងប្រកាសជាឪពុកនាងបង្ខំហើយឪពុកម្ដាយបង្ខំព្រោះតែឃើញគេអ្នកមានចូលស្ដីកូនស្រីតែមិនគិតពីសេចក្តីសុខរបស់កូនស្រីបន្តិចទៀតគង់តែភ្ញាក់ខ្លួនដូចខ្មោច7ថ្ងៃទេនាពេលរសៀលខណៈដែលសាទេពទៅតែមកដល់ផ្ទះវិញចម្ប៉ាក៏បានសួរទៅកាន់គេភ្លែនឯងទៅមកពីណា ខ្ញុំជូនលោកសេដ្ឋីទៅក្រៅតើអ្នកនាងមានការអីចង់ប្រើខ្ញុំហ៎ ខ្ញុំចង់ហូបផ្លែម្ពិលតាំងតែបែរខ្ញុំហូបផង បាទចាំខ្ញុំទៅភ្លាមអ្នកនាងចង់បានអីផ្សេងពីនឹងដែរទេ ចង់បានតែម្ពិលទឹកទីតែបែរមកឲ្យលឿនមក បាទខ្ញុំទៅហើយអ្នកនាង ថាចប់ហើយសាទេមប្រញាប់ទៅធ្វើតាមបញ្ជារបស់នាងភ្លែនស្រាប់ពេលជាមួយគ្នានោះតារាបានមករកនាងដោយកាន់ដៃរបស់គេមកជាមួយទៀតផង សួស្តីចម្ប៉ាសុខសប្បាយជាទេប្រហែលជាបានដំណឹងហើយថាខ្ញុំភ្ជាប់ពាក្យជាមួយនឹងលំអងដែលត្រូវជាមិត្តភក្តិរបស់ចម្ប៉ា ចាខ្ញុំដឹងហើយអ្នកប្រុសមករកខ្ញុំមានការអ្វីដែរ ខ្ញុំមកនេះគឺចង់ប្រាប់ដំណឹងនេះឲ្យចម្ប៉ាបានដឹងព្រោះថាមិនមានអ្នកណាគេឆោតល្ងងដូចជាចម្ប៉ាទេមិនយកកូនសេដ្ឋីតែបែរជាសវ៉ាអ្នកបើបំរើទៅវិញ អ្នកប្រុសអត់មានសម្ដីខ្ពង់ខ្ពស់ដូចជាឋានៈយស័ក្តិសោះព្រោះតែបែបនេះតើបគេឯងតែងតែពោលថាមនុស្សដែលមានតម្លៃគួរឲ្យគោរពខ្ពង់ខ្ពស់គឺមិនបានស្ថិតនៅលើឋានៈនិងមាសប្រាក់ឡើយតែគឺវាស្ថិតនៅលើទង្វើនិងសម្ដី ខ្ញុំមានភាពខ្ពង់ខ្ពស់រួចទៅហើយខ្ញុំមិនទៅខ្វល់ទេខ្ញុំនិយាយតាមអ្វីដែលខ្ញុំមើលឃើញតែប៉ុណ្ណោះសវ៉ាបើបំរើចោលក្របពូជដូចជាខ្ញុំសំរឹកដែរទេ បើបំរើឬអ្វីក៏ដោយតែការដែលអកតេនោះទើបជារឿងដែលគួរឲ្យខ្លាចជាងគេអញ្ចឹងទៅផ្ទះអ្នកប្រុសវិញចាស់ ខ្ញុំនឹងអញ្ជើញចម្ប៉ាទៅមង្គលការរបស់ខ្ញុំលាសិនហើយ ថាចប់ហើយគេបានចាក់ចេញទៅតែម្ដងរំពេចនោះសាទេមបានយកផ្លែអំពិលទឹកមកឲ្យចម្ប៉ា នេះជាផ្លែអំពិលទឹករបស់អ្នកនាង ចាអរគុណហើយ បានមិនអីទេខ្ញុំទៅងូតទឹកសិនហើយ ថាហើយសាទេមក៏បានដើរចេញទៅនាថ្ងៃបន្ទាប់សាទេមទៅលេងម្ដាយនៅផ្ទះខណៈដែលម្ដាយរបស់គេក៏មិននៅក្នុងផ្ទះនោះទេ ម៉ែម៉ែនៅណាមិនក៏ម៉ែអត់នៅផ្ទះអញ្ចឹងម៉ែអើយម៉ែខ្ញុំខ្លាចតែម៉ែក្រោកដើមរួចឬចុះឥឡូវមិនក៏មិនឃើញគាត់អញ្ចឹង ស្របពេលជាមួយគ្នានោះម្ដាយរបស់គេក៏បានកាន់បន្លែមកដល់កូនប្រុសមកដល់ផ្ទះហើយម៉ែទៅបេះបន្លែនៅក្នុងភូមិនេះម៉ែដើរបានមកវិញព្រោះតែកូនឯងអត់នៅផ្ទះម៉ែជំនះដើរវិញបានជំងឺម៉ែក៏ធូរហើយត្រូវថ្នាំគ្រូខ្មែរយើងគាត់ដើរកាត់ផ្ទះឃើញម៉ែហើយអាណិតម៉ែក៏ឲ្យថ្នាំមកម៉ែផឹកឥឡូវនេះម៉ែធូរហើយ ហើយបានឃើញម៉ែវិញធូរចិត្តណាស់ខ្ញុំសប្បាយចិត្តណាស់ម៉ែខ្ញុំយកប្រាក់មកជូនម៉ែលោកសេដ្ឋីដែលខ្ញុំធ្វើការជាមួយគាត់ចិត្តល្អណាស់ម៉ែ កូនឯងនៅបានយូរឬអត់កូន ខ្ញុំនៅមិនបានយូរទេយកប្រាក់មកជូនម៉ែហើយខ្ញុំនឹងត្រឡប់ទៅវិញ ប្រឹងធ្វើការណាកូន បាទខ្ញុំលាសិនហើយណាម៉ែ សាទីមចាក់ចេញពីផ្ទះ
ដើម្បីទៅកាន់ផ្ទះសេដ្ឋីថុងវិញលុះពេលមកដល់ផ្ទះសេដ្ឋីវិញសេដ្ឋីថុងក៏បន្លឺឡើង សាទេពឯងមកដល់ល្មមទៅជូនកូនពូទៅក្រៅផងណាបាទលោកសេដ្ឋី សាទេពរៀបស៊ីក្លូរួចចម្ប៉ាចេញពីផ្ទះមកដូចគ្នាតែលេងម្ដាយយូរម្លេះថ្មនេះហើយតែតែមកដល់ ខ្ញុំនៅសួរសុកទុកម្ដាយសុំនៅនាងកំខឹងអីតោះចាំខ្ញុំជូនទៅក្រៅ ល្មមដឹងខ្លួនហើយកុំឲ្យតែដឹងថាទៅជួបនឹងអ្នកណាផ្សេងលាក់ពីខ្ញុំ ខ្ញុំមិនហ៊ានទេមិនហ៊ានលាក់អ្នកណាផ្សេងក្រោយខ្នងនៅនាងចម្ប៉ាទេព្រោះខ្ញុំចាប់ចិត្តលើចម្ប៉ាតែម្នាក់ប៉ុណ្ណោះ កុំឲ្យខ្ញុំខកចិត្តដែលជ្រើសរើសឯង នៅនាងមិនខកចិត្តនោះទេដែលជ្រើសរើសយកខ្ញុំនឹងប្រឹងប្រែងដើម្បីឲ្យលោកសេដ្ឋីមើលឃើញពីភាពឧស្សាហ៍ព្យាយាមរបស់ខ្ញុំ តោះយើងទៅក្រែង បាន អ្នកទាំងពីរបានមានទំនាក់ទំនងលួចលាក់ដោយមិនអាចបង្ហាញឲ្យឪពុកម្ដាយបានដឹងឡើយដោយសារតែឋានៈដូច្នេះហើយគេក៏ខំបង្ហាញសេចក្តីព្យាយាមការតស៊ូរបស់គេទៅកាន់គ្រួសារចម្ប៉ាជំនួសវិញដើម្បីឲ្យគាត់បានទទួលស្គាល់គេតាមរយៈទង្វើទាំងនោះឪពុកម្ដាយចម្ប៉ាក៏បានដឹងឮតែធ្វើមិនដឹងមិនឃើញព្រោះគាត់ទាំងពីរកំពុងសាកល្បងគេដូចគ្នា